នៅពេលដែលជីវិតធ្លាក់ដល់សូន្យនោះគឺជាពេលវេលាដ៏ឈឺចាប់បំផុតប៉ុន្តែក៏ជាចំណុចចាប់ផ្ដើមដ៏រឹងមាំបំផុតផងដែរអារម្មណ៍នៅពេលជីវិតធ្លាក់ដល់សូន្យអារម្មណ៍នេះមិនមែនមានតែមួយមុខទេតែវាជាលបាយនៃវិបត្តិផ្ទាល់ខ្លួនវិបត្តិសេដ្ឋកិច្ចនិងវិបត្តិមនុស្សក្នុងទំនាក់ទំនងខ្ញុំធ្លាប់ធ្វើការបានប្រាក់ខែមិនគ្រប់គ្រាន់សម្រាប់ពន្ធនាគារផងពេលខ្លះហូបបាយជាមួយតែពងទាមួយពេលមួយគ្រាប់ប៉ុណ្ណោះខ្ញុំបានចំណាយលុយអស់ជាច្រើនទាំងមិនមានសល់សម្រាប់ពន្ធនាគារភាពអាម៉ាស់ដែលកើតចេញពីការបាត់បង់ការគ្រប់គ្រងលើហិរញ្ញវត្ថុបាត់បង់មោទនភាពដែលធ្លាប់មានពេលត្រឡប់ពីកូរ៉េវិញតើលោកអ្នកយល់ថាខ្លួនឯងគ្មានតម្លៃព្រោះគ្មានលុយខ្ញុំកំពុងតែអស់សង្ឃឹមមិនដឹងថាត្រូវធ្វើអ្វីបន្តទៀតគ្រប់ពេលខ្ញុំតែងតែចង់មានអ្នកនិយាយជាមួយប៉ុន្តែពេលនោះមាននរណាចាប់ផ្ដើមខ្វល់ពីខ្ញុំឡើយជីវិតខ្ញុំកំពុងតែវង្វេងនៅក្នុងមហាសមុទ្រមើលមិនឃើញកោះត្រៃនោះទេភាពឯកោរធន់ធ្ងរយុទ្ធការដែលធ្លាប់ជាស្នេហាក៏បាត់បង់ទៅនៅពេលដែលខ្ញុំកំពុងតែត្រូវការភាពកក់ក្ដៅបំផុតអារម្មណ៍ថាត្រូវប្រឈមមុខនឹងភាពងងឹតតែម្នាក់ឯងខណៈដែលពិភពលោកនៅតែបន្តដំណើរការខ្ញុំបាក់ទឹកចិត្តបន្ទោខ្លួនឯង stress ខ្លាំងណាស់ខ្ញុំធ្វើការដោយគ្មានធម៌ពលថ្ងៃខ្លះទឹកភ្នែកស្រក់ដោយមិនដឹងខ្លួននៅពេលដែលជីវិតធ្លាក់ដល់សូន្យស្នេហាក៏បែកបាក់គ្មាននរណានៅក្បែរខ្ញុំនោះទេភាពគ្មានអំណាចខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចគ្រប់គ្រងអ្វីបានទាំងអស់ទាំងកតិសៈការងារទាំងចំណូលទាំងទំនាក់ទំនងភាពបាក់ទឹកចិត្តកាក់ឡើងដល់កម្រិតដែលធ្វើឲ្យទម្លាប់បន្ទោសខ្លួនឯងលេចឡើងម្ដងទៀតទោះបីជាការធ្លាក់ដល់សូន្យពិតជាឈឺចាប់ក៏ដោយវាបានផ្ដល់ឲ្យខ្ញុំនៅមូលដ្ឋានគ្រឹះថ្មីសម្រាប់ចាប់ផ្ដើមឡើងវិញខ្ញុំបានឃើញចំណុចក្រោមសូន្យពិតប្រាកដឥឡូវនេះខ្ញុំលែងខ្លាចភាពក្រីក្រឬភាពបរាជ័យទៀតហើយនៅពេលដែលអ្វីៗទាំងអស់បាត់បង់ខ្ញុំអាចមើលឃើញអ្វីដែលសំខាន់ពិតប្រាកដនោះគឺសុខភាពផ្លូវចិត្តនិងភាពឯករាជ្យហើយនេះហើយដែលនាំឲ្យខ្ញុំទៅរកភាពជោគជ័យខ្ញុំបានឆ្លងកាត់ចំណុចសូន្យហើយឥឡូវនេះខ្ញុំកំពុងតែកសាងឡើងវិញដោយផ្ដោតលើខ្លួនឯងនិងអាជីពរបស់ខ្ញុំ